ទុនលាសាបល្អស្រស់ព្រឹមព្រៃសែនសំបូត្រីល្បីពេញលោកាអាស៊ីត្រីជាអាហារយ៉ាងសំខាន់របស់ប្រជាពលរដ្ឋដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅប្រចាំថ្ងៃតាមការសិក្សាស្រាវជ្រាវឃើញថាប្រជាពលរដ្ឋម្នាក់បរិភោគសាច់ត្រីអស់52កណ្ដុតសញ្ញា4គីឡូក្រាមក្នុងមួយឆ្នាំដូចនេះតាមការកំណើនប្រជាពលរដ្ឋក្នុងមួយឆ្នាំបានបង្ហាញថាតម្រូវការសាច់ត្រីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក៏កើនឡើងផងដែរក្រពើអណ្ដាតលៀងកន់តែងឡងកាញ់ឆែតរំចង់ស្មងកាច់ប្រលិតបច្ចុប្បន្នប្រជាពលរដ្ឋនៅតាមជនបទពីមួយឆ្នាំទៅមួយឆ្នាំបាននាំគ្នាចាប់ផ្ដើមចិញ្ចឹមត្រីកាន់តែច្រើនឡើងតាមការផ្សព្វផ្សាយបច្ចេកទេសពីមន្ត្រីជំនាញការិយាល័យវារីវប្បកម្មនៃរដ្ឋបាលជលផលដែលនាំឲ្យជួបការលំបាកក្នុងការខ្វះកូនត្រីពូជសម្រាប់ដាក់ចិញ្ចឹមដើម្បីដោះស្រាយបញ្ហានេះរដ្ឋបាលជលផលបានខិតខំព្យាយាមបណ្ដុះបណ្ដាលជំនាញបច្ចេកទេសផលិតកូនត្រីពូជដល់កសិករចិញ្ចឹមត្រីថែមទៀតដើម្បីឲ្យពួកគាត់មានសមត្ថភាពផលិតកូនត្រីពូជសម្រាប់លក់ចែកចាយដល់គ្រប់ប្រជាពលរដ្ឋក្នុងតំបន់និងនៅក្រៅតំបន់រីវប្បកម្មគ្រប់ខណ្ឌមណ្ឌលសេដ្ឋកិច្ចកើនដល់សម្បូររុងរើដើម្បីផ្សព្វផ្សាយបច្ចេកទេសផលិតកូនត្រីពូជឲ្យបានទូលំទូលាយជាពិសេសដល់ប្រជាកសិករនៅតាមជនបទរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានផលិតខ្សែវីដេអូបច្ចេកទេសផលិតកូនត្រីនេះឡើងដោយបង្ហាញពីបច្ចេកទេសតាមលំដាប់លំដោយដូចខាងក្រោមទីបន្តិចម៉ែមុំ45បងបុកចូលទៅហើយចាំបងបាញ់ថ្នាំណាបាញ់ថ្នាំចូលបាទរបៀបចាក់ហើយមួយទៀតគេអាចចាក់បានចំណុចនេះមួយទៀតដោយបើកព្រួយខ្នងវាណាចាក់ប្រឆិតនឹងឆ្អឹងខ្នងវាណាចាក់យើងប្រឆិតបន្តិចយើងបើកព្រួយខ្នងយើងចាក់វាចូលមកបាទក្នុងផលិតកម្មខ្សែវីដេអូបច្ចេកទេសនេះយើងលើកយកមកបង្ហាញពីបច្ចេកទេសបង្កាត់ញាស់កូនត្រីពូជងាយសម្រាប់ប្រជាពលរដ្ឋជាពិសេសប្រជាកសិករងាយយល់និងយកទៅអនុវត្តតាមដូចជាឆ្ពិនកាបសាមញ្ញរៀងរាល់រដូវត្រូវការនិស្សិតបង្កើនសម្ពាធគ្រប់គ្រាក្នុងបច្ចេកទេសថែបំពន់ត្រីមេពូជយើងត្រូវមានស្រះ2ជាចាំបាច់ស្រះមួយសម្រាប់ថែបំពន់ត្រីពូជឈ្មោលនិងស្រះមួយទៀតសម្រាប់ត្រីពូជញីបងបាត់ពូជមិនឆាជាតិសំស្រះទាំងពីរនេះយើងត្រូវរៀបចំសម្អាតឲ្យបានល្អមុនពេលដាក់ត្រីមេពូជបំពន់ដោយត្រូវបូមទឹកចេញឲ្យអស់សម្អាតស្មៅស្ដារភក់បាតស្រះចេញដោយទុកជម្រៅតែ10សង់ទីម៉ែត្ររួចបាចកំបោរក្នុងបរិមាណពី7ទៅ15គីឡូក្រាមក្នុង100ម៉ែត្រក្រឡានៃផ្ទៃស្រះហាលស្រះរយៈពេល 2-3 ថ្ងៃបន្ទាប់មកទើបបញ្ចូលទឹកដាក់ក្នុងស្រះដោយប្រើទ្រនាប់ទ្រទឹកហូរចូលស្រះដើម្បីកុំឲ្យទឹកស្រះល្អក់ស្រះត្រីមេពូជក្រោយពីបាចកំបោរនិងបញ្ចូលទឹកចូលក្នុងស្រះហើយចាំបាច់ត្រូវប្រើប្រាស់ជីដើម្បីកាត់បន្ថយការចំណាយយើងអាចប្រើជីធម្មជាតិដូចជាលាមកសត្វគោក្របីឬជ្រូកមាន់ទាដាក់ត្រាំក្នុងរណ្ដៅជីមួយសប្តាហ៍ទើបបង្ហូរចូលក្នុងស្រះធ្វើយ៉ាងនេះដើម្បីកុំឲ្យទឹកស្រះពុល
ក្រោយពីបង្ហូរទឹកជីចូលស្រះពី2 ទៅ 3 ថ្ងៃយើងត្រូវពិនិត្យមើលបរិមាណចំណីធម្មជាតិក្នុងស្រះដោយប្រើថ្នងឬក្រមានិងកែវដួសទឹកស្រះមកពិនិត្យបើសង្កេតឃើញមានសត្វល្អិតប្លង់តុងច្រើនក្នុងកែវនោះបញ្ជាក់ថាយើងអាចលែងត្រីមេពូជចូលក្នុងស្រះបំពន់បានដើម្បីឲ្យត្រីមេពូជឆាប់បានបង្កាត់មុនពេលរដូវភ្លៀងធ្លាក់ឬមានកូនត្រីដាក់ចិញ្ចឹមនៅពេលស្រះមានទឹកគ្រប់គ្រាន់យើងគួរដាក់ត្រីមេពូជបំពន់ចាប់ពីខែតុលាចំពោះត្រីឆ្ពិនត្រីកាបសាមញ្ញត្រីមេពូជយកមកបំពន់ត្រូវជ្រើសរើសយកត្រីដែលផលិតចេញពីមេបានល្អគ្មានជំងឺនិងឆាប់ធំធាត់គុំរៀមគុំហាញស្ទើរតែបងបាត់ការដឹកជញ្ជូនត្រីមេពូជគួរអនុវត្តនៅពេលមេឃត្រជាក់និងត្រូវដឹកជញ្ជូនក្នុងស្បោងផ្លាស្ទិកបំពេញដោយខ្យល់អុកស៊ីហ្សែនបរិមាណត្រីមេពូជដាក់ក្នុងមួយថង់គួរតែ2 ទៅ 3 ក្បាលចំពោះត្រីមានទម្ងន់ពី0 កដកសញ្ញា 5 ទៅ 1 គីឡូក្រាមក្នុងមួយក្បាលនិងអាស្រ័យទៅនឹងចម្ងាយផ្លូវត្រូវដឹកជញ្ជូនបរិមាណត្រីមេពូជដាក់បំពន់គួរតែមួយក្បាលក្នុង2 ម៉ែត្រក្រឡានៃផ្ទៃស្រះសេដ្ឋកិច្ចកានដល់សម្បូររុងរឿងប្រភេទចំណីសម្រាប់ថែបំពន់ត្រីមេពូជមាន2ដំណាក់កាលនៅដំណាក់កាលទី1មានកន្ទក់ចុងអង្ករសណ្តែកសៀងម្សៅត្រីឬត្រីហាលនិងប្រភេទចំណីសម្រាប់បំពន់នៅក្នុងដំណាក់កាលទី2គឺនៅពេលជិតដល់រដូវកាលបង្កាត់ភ្ញាស់មានស្រូវនិងសណ្តែកបណ្ដុះប្រភេទចំណីទាំងនេះត្រូវយកមកចម្អិនលាយបញ្ចូលគ្នាជាដុំចំណីដើម្បីងាយស្រួលឲ្យត្រីចាប់ចំណីស៊ីក្រោយពេលចម្អិនទុកចំណីឲ្យត្រជាក់និងត្រូវរៀបចំដាក់ក្នុងកញ្ច្រែងដើម្បីងាយស្រួលត្រួតពិនិត្យបរិមាណចំណីដែលត្រូវផ្ដល់ឲ្យត្រីស៊ីជាទូទៅបរិមាណចំណីត្រូវផ្ដល់ឲ្យត្រីស៊ីមានចាប់ពី5 ទៅ 7% នៃទម្ងន់ត្រីមេពូជសរុបដែលមានក្នុងស្រះគួរដាក់ចំណីឲ្យត្រីស៊ី2 ដងក្នុងមួយថ្ងៃគឺនៅពេលព្រឹកនិងនៅពេលល្ងាចរងចដោកាហោរីលរៀចរាហូយើងត្រូវយកចិត្តទុកដាក់ថែបំពន់ត្រីមេពូជឲ្យបានល្អតាមបច្ចេកទេសដែលបានរៀបរាប់ខាងលើដើម្បីឲ្យត្រីមេពូជមានពងនិងស្ពែមគ្រប់គ្រាន់នៅពេលរដូវបង្កាត់ភ្ញាស់ជាទូទៅរដូវបង្កាត់ភ្ញាស់ត្រីឆ្ពិននៅខែមេសាឧសភានិងខែសីហាកញ្ញាករណីនៅក្នុងធម្មជាតិប៉ុន្តែបើករណីធ្វើការថែបំពន់ត្រីមេពូជបានល្អនោះយើងអាចបង្កាត់ភ្ញាស់បានស្ទើរតែពេញមួយឆ្នាំត្រីកាបសាមញ្ញអាចបង្កាត់ភ្ញាស់នៅខែកុម្ភៈដល់ខែតុលានិយាយជារួមបើករណីធ្វើការថែបំពន់ត្រីមេពូជបានល្អនោះយើងអាចបង្កាត់ភ្ញាស់បានស្ទើរតែពេញមួយឆ្នាំសំខាន់យើងឲ្យស៊ីក្នុងមួយអាទិត្យយើងឲ្យស៊ីស្រូវបដូរហ្នឹង2 ដងក្នុងមួយថ្ងៃក្នុងមួយអាទិត្យបាទហើយមេពូជដល់ពេលយើងបំពន់វាបានល្អធំធាត់អញ្ចឹងគឺវាបានពងល្អស្រះមេពូជហ្នឹងយើងឲ្យចំណីវាស៊ីអញ្ចឹងហើយយើងមើលទឹកវាបើថាសកម្មភាពទឹកនឹងវាឡងពណ៌បៃតងខ្លាំងយើងនឹងអាចបដូរអាចបូមថែមខ្លះទៅកុំឲ្យវានៅមានពណ៌បៃតងខ្លាំងពេកព្រលឹមឡើងវាឃើញវាហែបបើអញ្ចឹងយើងត្រូវបដូរយើងត្រូវបញ្ចូលទឹកថែមកម្មវិធីដែលយើងបំពន់មេពូជហ្នឹងមានសារៈសំខាន់ណាស់វាសំចៃថវិការបស់យើងសម្រាប់ទៅទិញថ្នាំច្រើនព្រោះថ្នាំវាថ្លៃលើត្រូវការនិស្សិតបង្កើនសម្ពាធគ្រូគ្រៀនពេកមុននឹងចាប់ផ្ដើមដំណើរការបង្កាត់ភ្ញាស់ត្រីយើងត្រូវរៀបចំសម្អាតអាងបង្កាត់និងអាងភ្ញាស់ពងត្រីបន្ទាប់មកត្រូវបូមទឹកបញ្ចូលអាងទឹកឲ្យពេញដោយប្រើតម្រងច្រោះដើម្បីការពារកុំឲ្យមានសត្វល្អិតស៊ីបំផ្លាញពងត្រីនិងកូនត្រីទើបនឹងញាស់ជាទូទៅយើងអាចប្រើប្រាស់ទឹកស្រះឬទឹកអណ្ដូងសម្រាប់បង្កាត់ភ្ញាស់បាន
អាស្រ័យទៅនឹងលទ្ធភាពរបស់យើងម្នាក់និងអាស្រ័យនឹងគុណភាពទឹកដែលអាចយកមកប្រើប្រាស់បានមុននឹងបញ្ចូលទឹកក្នុងអាងភ្ញាស់យើងត្រូវយកចិត្តទុកដាក់ពិនិត្យមើលតម្រងច្រោះពងត្រីកុំឲ្យមានធ្លុះធ្លាយឬមានប្រហោងឬរន្ធដែលធ្វើឲ្យពងត្រីហូរចេញក្រៅអស់បន្ទាប់មកទើបយើងបង្ហូរទឹកចូលអាងបង្កាត់ភ្ញាស់ទាំងពីរក្រៅពីនេះយើងត្រូវរៀបចំសម្ភារៈសម្រាប់ដំណើរការបង្កាត់ភ្ញាស់ដូចជាជញ្ជីងសម្រាប់ថ្លឹងទម្ងន់ត្រីធុងឬស្បោងសម្រាប់ដឹកជញ្ជូនត្រីមេពូជពីស្រះត្រីមកអាងបង្កាត់ភ្ញាស់អកម៉ូនទឹកសេរ៉ូមនិងម្ជុលសេរាងសម្រាប់ចាក់ត្រីបើយើងបង្កាត់ភ្ញាស់ត្រីកាបសាមញ្ញយើងត្រូវរៀបចំធ្វើសម្បុកដាក់ក្នុងអាងភ្ញាស់ឲ្យហើយស្រេចមុននឹងចាប់ផ្ដើមចាប់ត្រីមេពូជកាបសាមញ្ញចាក់អកម៉ូនមុននឹងយើងរៀបចំបង្កាត់ត្រីគឺយើងត្រៀមលក្ខណៈអាងគឺយើងត្រូវលាងសម្អាតអាងឲ្យបានស្អាតយើងរៀបចំស៊ុំសម្រស់ទឹកបាទឲ្យបានស្អាតល្អហើយបានយើងចាប់បាទរៀបចំបង្កាត់ត្រីហើយក្នុងទំហំអាងដែលមានអង្កត់ចិត្តពី2ម៉ែត្រទៅ2ម៉ែត្រកន្លះយើងអាចដាក់ត្រីបង្កាត់បានចំនួនពី2គីឡូកន្លះទៅ3គីឡូក្រពើអណ្ដាតលៀងកន់តែងក្រោយរៀបចំអាងបង្កាត់ភ្ញាស់ហើយយើងត្រូវជ្រើសរើសត្រីមេពូជឈ្មោលញីមកបង្កាត់ដោយជ្រើសរើសតែត្រីមេពូជណាដែលមានសុខភាពល្អពេញវ័យគ្មានរបួសឬខូចទ្រង់ទ្រាយនៅលើដងខ្លួនបាទកាលណាយើងយកដៃឬពោះវាយ៉ាងមកយើងឃើញមានស្ពែមបាទស្ពែមចេញមកអាហ្នឹងយើងអាចយកទៅបង្កាត់បានបាទយើងគួរចាប់ត្រីមេពូជនៅពេលមេឃត្រជាក់ទុកដាក់ក្នុងហាប៉ាឬអាងឲ្យហើយយើងត្រូវប្រើរបៀបចាប់ត្រីឲ្យបានត្រឹមត្រូវតាមបច្ចេកទេសដើម្បីកុំឲ្យត្រីផ្អើលឬបំរាស់ដែលនាំឲ្យខូចសុខភាពត្រីយើងត្រូវចាប់ត្រីថ្នមដោយប្រើដៃស្ដាំទ្រចាប់ត្រីផ្នែកខាងក្បាលនិងដៃឆ្វេងទ្រចាប់ត្រីផ្នែកកន្ទុយការសម្គាល់ត្រីញីឈ្មោលពេញវ័យល្អអាចបង្កាត់បានចំពោះត្រីឆ្ពិនកាបសាមញ្ញទៅលើចំណុចសំខាន់មួយចំនួនដូចខាងក្រោមចំពោះត្រីឈ្មោលព្រុយទ្រូងមានលក្ខណៈគ្រឿងហើយបើយកម្រាមដៃច្បូតពោះថ្នមឃើញមានទឹកស្ពែមហូរចេញមកក្រៅពណ៌សខាប់ចំពោះត្រីញីព្រុយទ្រូងមានលក្ខណៈរលោងរអិលនិងមានពោះធំមានលក្ខណៈទន់ហើយប្រដាប់បន្តពូជរីកធំលយចេញមកក្រៅនិងមានពណ៌ក្រហមផ្កាឈូកយើងត្រូវជញ្ជូនត្រីមេពូជពីស្រះមកកន្លែងភ្ញាស់ដោយប្រើកាត់ធុនជៀសវាងការដាក់ត្រីមេពូជច្រើនគលើគ្នាដែលនាំឲ្យខូចសុខភាពត្រីរួចយកមកដាក់ក្នុងអាងដែលមានចរន្តទឹកឬខ្យល់ដើម្បីឲ្យត្រីមេពូជមានសុខភាពល្អមុននឹងចាប់ផ្ដើមចាក់អកម៉ូនដើម្បីឲ្យពងត្រីមានអត្រាផ្សំកំណើតល្អយើងគួរដាក់បង្កាត់ត្រីឈ្មោល2ក្បាលជាមួយត្រីញី1ក្បាលឬត្រីឈ្មោល2គីឡូក្រាមជាមួយត្រីញី1គីឡូក្រាមនៅក្នុងអាងបង្កាត់ដែលមានទំហំអង្កត់ផ្ចិត 2,5 ម៉ែត្រជម្រៅ 0,8 ម៉ែត្រយើងត្រូវប្រើអុកម៉ូនសម្រាប់ចាក់ត្រីមេពូជដើម្បីទទួលបរិមាណពងត្រីបានច្រើននិងអត្រាផ្សំកំណើតពងត្រីបានខ្ពស់ប្រភេទអុកម៉ូនយកមកប្រើគឺស៊ុបព្រីហ្វាក់លាយជាមួយគ្រាប់ថ្នាំមូលទីលយ៉ូមនិងទឹកសេរ៉ូមឬទឹកបិទនិងត្រូវមានសម្ភារៈផ្សេងទៀតសម្រាប់ប្រើដូចជាកូនចាននិងកូនត្បាល់កិនគ្រាប់ថ្នាំមូលទីលយ៉ូមសារ៉ាងម្ជុលសម្រាប់ចាក់ជញ្ជីងសម្រាប់ថ្លឹងត្រីមេពូជត្រូវចាប់ត្រីមេពូជចាក់អុកម៉ូនដោយប្រើក្រណាត់ទ្រាប់ចាប់ដើម្បីងាយស្រួលចាប់ត្រីកុំឲ្យរអិល
ទេអញ្ចឹងរបៀបរបស់យើងទី1 ដើម្បីងាយស្រួលប្រើអុកម៉ូនចាក់ត្រីនៅពេលបង្កាត់លើក្រោយទៀតយើងគួរលាយអុកម៉ូនស៊ុបព្រីហ្វាក់ចំនួន1មីលីលីត្រលាយជាមួយទឹកសេរ៉ូមប្រៃ9មីលីលីត្ររួចរក្សាទុកក្នុងដបបិទជិតដើម្បីងាយស្រួលបូមចាក់ត្រីនៅពេលក្រោយទៀតបរិមាណអុកម៉ូនសម្រាប់ចាក់ត្រីបង្កាត់ចំនួនពី33ដល់66គីឡូក្រាមត្រីញីប៉ុន្តែនៅពេលបង្កាត់ត្រីយើងគ្រាន់តែបូមអុកម៉ូនពីក្នុងដបនោះនៅបរិមាណពី0.10ដល់0.15មីលីលីត្រក្នុង1គីឡូក្រាមត្រីញីលាយជាមួយថ្នាំគ្រាប់មូលទីលីយ៉ូមចំនួន0.5ដល់1គ្រាប់សម្រាប់ចាក់ត្រីមេពូជញី1គីឡូក្រាមតែចំពោះប្រភេទត្រីឆ្ពិននិងកាបសាមញ្ញមុននឹងចាប់ផ្ដើមចាប់ត្រីមេពូជចាក់អុកម៉ូនយើងចាំបាច់ត្រូវថ្លឹងត្រីមេពូជញីឈ្មោលឲ្យដឹងទម្ងន់សរុបជាមុនសិនដើម្បីងាយស្រួលកំណត់បរិមាណអុកម៉ូនចាក់ត្រីញីនិងត្រីឈ្មោលឲ្យបានត្រឹមត្រូវតាមបច្ចេកទេសមុននឹងចាប់ផ្ដើមចាប់ត្រីចាក់អុកម៉ូនយើងត្រូវរៀបចំបូមអុកម៉ូនដាក់ក្នុងសារ៉ាងសម្រាប់ចាក់ត្រីមេនិងត្រីឈ្មោលឲ្យហើយក្រោយពីបានថ្លឹងដឹងទម្ងន់ត្រីមេពូជញីឈ្មោលរួចចំពោះត្រីឆ្ពិនឈ្មោលទម្ងន់2គីឡូក្រាមត្រូវចាក់តែមួយដងចំនួនពី0.10ដល់0.15មីលីលីត្រស៊ុបព្រីហ្វាក់លាយជាមួយល្បាយសេរ៉ូមប្រៃរួចលាយជាមួយថ្នាំគ្រាប់មូលទីលីយ៉ូមចំនួន0.5ដល់1គ្រាប់ត្រីឆ្ពិនញីទម្ងន់1គីឡូក្រាមត្រូវចាក់ចំនួន1ដងនៅបរិមាណអុកម៉ូន0.10ដល់0.15មីលីលីត្រស៊ុបព្រីហ្វាក់លាយជាមួយល្បាយសេរ៉ូមប្រៃរួចលាយជាមួយថ្នាំគ្រាប់មូលទីលីយ៉ូមចំនួន0.5ដល់1គ្រាប់ចំពោះត្រីកាបសាមញ្ញឈ្មោលទម្ងន់2គីឡូក្រាមត្រូវចាក់តែមួយដងចំនួននៅបរិមាណអុកម៉ូន0.10ដល់0.15មីលីលីត្រល្បាយស៊ុបព្រីហ្វាក់លាយជាមួយសេរ៉ូមប្រៃរួចលាយជាមួយថ្នាំគ្រាប់មូលទីលីយ៉ូមចំនួន0.5ដល់1គ្រាប់ត្រីកាបសាមញ្ញញីទម្ងន់1គីឡូក្រាមត្រូវចាក់ចំនួន1ដងនៅបរិមាណអុកម៉ូន0.10ដល់0.15មីលីលីត្រល្បាយស៊ុបព្រីហ្វាក់លាយជាមួយសេរ៉ូមប្រៃរួចលាយជាមួយថ្នាំគ្រាប់មូលទីលីយ៉ូមចំនួន0.5ដល់1គ្រាប់បន្ទាប់មកយើងត្រូវចាប់ត្រីមេពូជចាក់អុកម៉ូនដោយប្រើក្រណាត់ទ្រាប់ចាប់ដើម្បីងាយស្រួលចាប់ត្រីកុំឲ្យរអិលយើងអាចចាក់ត្រីបានពីររបៀបទី1យើងចាក់សាច់ដុំខ្នងត្រីដោយសោកម្ជុលនៅក្រោមស្រកាត្រីរួចចាក់ម្ជុលចូលក្នុងសាច់ត្រីបន្តិចទើបបាញ់អុកម៉ូនបញ្ចូលសាច់ត្រីបន្តិចម្ដងរបៀបចាក់ត្រីមួយបែបទៀតគឺចាក់នៅក្រោមព្រុយទ្រូងត្រីមេពូជក្រោយពីចាក់អុកម៉ូនហើយតែងវាចូលទៅក្នុងអាងបង្កាត់ដែលបានលាងសម្អាតនិងមានបញ្ចូលទឹករួចរាល់ហើយចំពោះត្រីឆ្ពិនក្រោយពីចាក់អុកម៉ូនហើយរយៈពេល4ទៅ6ម៉ោងវាចាប់ផ្ដើមទម្លាក់ពងរហូតអស់រយៈពេលប្រហែល1ម៉ោងទើបវាឈប់ទម្លាក់ពងចំពោះត្រីកាបសាមញ្ញក្រោយពីចាក់អុកម៉ូនហើយរយៈពេលពី8ដល់12ម៉ោងវាចាប់ផ្ដើមទម្លាក់ពងរហូតអស់រយៈពេលប្រហែល1ម៉ោងទើបវាឈប់ទម្លាក់ពងក្រោយពេលត្រីមេពូជទម្លាក់ពងអស់ពងត្រីចាប់ផ្ដើមញាស់ទៅតាមប្រភេទត្រីផ្សេងគ្នាដូចខាងក្រោមចំពោះត្រីឆ្ពិនពងត្រីចាប់ផ្ដើមញាស់ក្រោយពេលទម្លាក់ពងរួចពី12ដល់13ម៉ោងនិងពងត្រីញាស់អស់ក្នុងរយៈពេល16ដល់18ម៉ោងចំពោះត្រីកាបសាមញ្ញពងត្រីចាប់ផ្ដើមញាស់និងញាស់រហូតដល់អស់ក្រោយពេលទម្លាក់ពងរួចពី30ដល់36ម៉ោងត្រូវការនិស្សិតបង្កើនសម្ពាធគ្រូគ្រៀនជាទូទៅក្រោយពេលពងត្រីញាស់អស់យើងត្រូវថែបំពន់វានៅក្នុងអាងរយៈពេល1ថ្ងៃក្រោយពេលកូនត្រីអស់អាហារបម្រុងដើម្បីឲ្យកូនត្រីមានសុខភាពល្អមុនពេលចាប់វាដាក់បំពន់ក្នុងស្រះចំពោះត្រីឆ្ពិនយើងចាប់ឈ្មោលដាក់មុន
ដាក់ឈ្មោះមុនយើងមើលថាក្នុងមេ1គីឡូហ្នឹងមានមេប្រមាណថាត្រី1គីឡូមានមេ4បើចឹងយើងដាក់ឈ្មោះ6យើងត្រៀមឈ្មោះមុនបានយើងរើសមេចាក់ថ្នាំតែម្ដងពេលយើងចាក់ថ្នាំដាក់ទៅម៉ោង12ម៉ោង1យប់ហ្នឹងគឺវាអ៊ឺតគ្នាយើងអាណាវាល្អវាត្រឹមម៉ោង10ហ្នឹងចាប់ដើមអ៊ឺតហើយប្រភេទត្រីនេះត្រីស្ពិននេះប្រភេទពងត្រីអណ្ដែតពងវាអណ្ដែតតែម្ដងពេលយើងប្រកាត់ភ្ញាស់ហ្នឹងយើងត្រូវឲ្យទឹកវិលរហូតអត់ឲ្យឈប់ទេអត់ឲ្យដាច់កាលណាដាច់វាខូចពងត្រីយើងប្រលិតរៀងរាល់រដូវស្រះបំពន់កូនត្រីគួរមានទំហំតូចល្មមពី150ទៅ300ម៉ែត្រក្រឡាដើម្បីងាយស្រួលក្នុងការគ្រប់គ្រងដូចជាបណ្ដោយមានប្រវែងពី15ទៅ20ម៉ែត្រនិងទទឹងពី10ទៅ15ម៉ែត្រនិងជម្រៅពី 0.5 ទៅ 0.8 ម៉ែត្រឬយើងអាចមានស្រះបំពន់កូនត្រីមានទំហំតូចជាងនេះក៏បានអាស្រ័យទៅនឹងលទ្ធភាពរបស់យើងម្នាក់ៗយើងត្រូវរៀបចំសម្អាតស្រះបំពន់កូនត្រីឲ្យហើយបានមួយថ្ងៃមុនពេលដាក់កូនត្រីម្សៅឬកូនត្រីទើបនឹងញាស់ដើម្បីថែបំពន់កូនត្រីមានអត្រារស់ច្រើនការរៀបចំសម្អាតស្រះបំពន់កូនត្រីដំបូងយើងត្រូវបូមទឹកចេញឲ្យអស់សម្អាតស្មៅចាប់ត្រីកាចដូចជាត្រីរ៉ស់ត្រីផ្ទក់អណ្ដែងក្រាញ់កង្កែបពស់អន្ទង់និងសត្វល្អិតចង្រៃផ្សេងទៀតរួចលុបរុនក្តាមកង្កែបហើយត្រូវស្ដារភក់បាតស្រះចេញដោយទុកជម្រៅតែ10សង់ទីម៉ែត្ររួចបាចកំបោរក្នុងបរិមាណពី7ទៅ15គីឡូក្រាមក្នុង100ម៉ែត្រការ៉េនៃផ្ទៃស្រះហាលស្រះរយៈពេល1ថ្ងៃបន្ទាប់មកទើបបញ្ចូលទឹកដាក់ក្នុងស្រះដោយប្រើទ្រនាប់ទ្រទឹកហូរចូលស្រះដើម្បីកុំឲ្យទឹកស្រះល្អក់បើយើងមានលទ្ធភាពយើងគួរព័ទ្ធសំណាញ់ជុំវិញស្រះបំពន់កូនត្រីដើម្បីការពារកុំឲ្យមានត្រីកាចឬកង្កែបលោតចូលក្នុងស្រះបំពន់កូនត្រីក្រោយពេលស្រះបានរៀបចំរួចការរៀបចំសម្អាតស្រះបំពន់កូនត្រីម្សៅយើងមិនត្រូវប្រើជីដាក់ក្នុងស្រះទេដើម្បីកុំឲ្យសត្វល្អិតប្លង់តុងកើតមានក្នុងស្រះស៊ីបំផ្លាញកូនត្រីម្សៅអស់ពិសេសកូនត្រីឆ្ពិនយើងសម្អាតស្រះយើងបាយកវរសម្អាតស្រះទុកជាមុនសិនយើងអត់ទាន់បញ្ចូលទឹកទេពេលដែលយើងដាក់សម្អាតស្រះយ៉ាងហើយយើងបូមទឹកបញ្ចូលបានមួយយប់លើមឡើងយើងដាក់កូនត្រីតែម្ដងរៀងរាល់រដូវក្រោយពេលកូនត្រីម្សៅថែបំពន់ក្នុងអាងបានរយៈពេល1ថ្ងៃយើងត្រូវចាប់កូនត្រីម្សៅពីអាងភ្ញាស់មកដាក់បំពន់ក្នុងស្រះបំពន់កូនត្រីម្សៅដែលបានរៀបចំហើយរយៈពេល1ថ្ងៃមុនដើម្បីងាយស្រួលក្នុងការប្រមូលផលកូនត្រីម្សៅយើងត្រូវបង្ហូរទឹកចេញខ្លះពីអាងភ្ញាស់រួចយកកន្ត្រងស្បៃមកដួសកូនត្រីម្សៅចេញពីអាងដាក់ក្នុងកធុនហើយយកទៅដាក់បំពន់ក្នុងស្រះបំពន់កូនត្រីម្សៅដែលបានរៀបចំហើយរយៈពេល1ថ្ងៃមុនកូនត្រីដែលខ្ញុំញាស់ក្នុងអាងហើយខ្ញុំនឹងអាចវាចំនួន1ថ្ងៃកន្លះវាមានអាហារបម្រុងក្នុងខ្លួនវាហើយចឹងទៅបើរយៈពេលដល់2ថ្ងៃខ្ញុំអាចឆ្ងោពងមាន់ឆ្ងោឲ្យស្អិនយកអាក្រហមហ្នឹងច្របាច់ជាមួយស្បៃហើយខ្ញុំអាចកលាស់ក្នុងអាងហ្នឹងឲ្យកូនត្រីរយៈពេលបាន3ថ្ងៃខ្ញុំអាចរៀបចំស្រះឲ្យស្អាតដាក់ស្បៃរាំងក្នុងស្រះយើងហ្នឹងកុំឲ្យមានសត្វល្អិតមានកែបអីវាចូលមកបំផ្លាញកូនត្រីម្សៅដែលយកចេញពីក្នុងអាងស្រះថែបំពន់កូនត្រីម្សៅត្រូវរៀបចំឲ្យបានល្អគ្មានត្រីកាចគ្មានសត្វល្អិតប្លង់តុងនិងត្រូវមានព័ទ្ធសំណាញ់ជុំវិញស្រះដើម្បីការពារកុំឲ្យត្រីកាចនិងកង្កែបលោតចូលក្នុងស្រះស៊ីកូនត្រីម្សៅកូនត្រីម្សៅគួរលែងនៅពេលមេឃត្រជាក់គឺលែងនៅពេលព្រឹកអាកាសធាតុមិនក្តៅនិងមិនមានភ្លៀងអាស៊ីអាគ្នេយ៍
កូនត្រីម្សៅដាក់បំពន់ក្នុងស្រះគួរមានចំនួនពី2ទៅ300ក្បាលក្នុង1ម៉ែត្រការ៉េនៃស្រះនិងត្រូវផ្ដល់ចំណីដំបូងស្ងោរពងទាឲ្យឆ្អិនរួចបកយកគ្រាប់ពងពណ៌លឿងមកកិនឲ្យម៉ត់ជាម្សៅដាក់ឲ្យកូនត្រីស៊ីចំនួន50ក្រាមចំណីសម្រាប់កូនត្រី2500ក្បាលក្នុងមួយថ្ងៃនិងត្រូវដាក់ឲ្យវាស៊ីពី3ទៅ4ដងក្នុងមួយថ្ងៃគឺនៅពេលព្រឹកមានពន្លឺថ្ងៃនៅពេលថ្ងៃនិងនៅពេលរសៀលមានពន្លឺថ្ងៃជៀសវាងដាក់ចំណីត្រីនៅពេលមេឃជិតភ្លៀងកំពុងភ្លៀងនិងក្រោយពេលភ្លៀងរួចក្រោយរយៈពេល1សប្តាហ៍យើងបុកឬកិនត្រីហាល 50% លាយជាមួយកន្ទក់ 50% បរិមាណចំណីត្រូវដាក់ឲ្យត្រីស៊ីទៅតាមសភាពកូនត្រីស៊ីចំណីជាក់ស្ដែងជៀសវាងការដាក់ចំណីច្រើនពេកដែលនាំឲ្យសល់ស្អុយទឹកនិងជៀសវាងការដាក់ចំណីតិចពេកដែលនាំឲ្យត្រីស៊ីចំណីមិនបានគ្រប់គ្រាន់គុំរៀមគុំហាញស្ទើរតែបងក្រោយពេលបំពន់កូនត្រីម្សៅបានរយៈពេល1ខែកូនត្រីមានទំហំធំយើងគួរចាប់វារំលែកដាក់បំពន់ក្នុងស្រះបំពន់មួយផ្សេងទៀតដើម្បីឲ្យកូនត្រីឆាប់លូតលាស់បានល្អចំនួនកូនត្រីដាក់បំពន់គួរមានចំនួនពី50ទៅ100ក្បាលក្នុង1ម៉ែត្រការ៉េដែលមានទំហំពី2ទៅ3សង់ទីម៉ែត្រមកដល់ដំណាក់កាលនេះយើងត្រូវប្រើជីដាក់ស្រះបំពន់កូនត្រីដើម្បីឲ្យស្រះមានពណ៌បៃតងល្អសម្បូរចំណីធម្មជាតិសម្រាប់ជាចំណីកូនត្រីក្រៅពីនេះយើងគួរប្រើចំណីបន្ថែមឲ្យត្រីស៊ីដើម្បីឲ្យកូនត្រីលូតលាស់ឆាប់រហ័សដូចជាកិនត្រីហាល 30% លាយជាមួយកន្ទក់ 50% និងម្សៅសណ្តែកសៀង 20% សម្រាប់ដាក់ឲ្យកូនត្រីស៊ីពី3ដងក្នុងមួយថ្ងៃគឺនៅពេលព្រឹកមានពន្លឺថ្ងៃនៅពេលថ្ងៃនិងនៅពេលរសៀលមានពន្លឺថ្ងៃជៀសវាងការដាក់ចំណីត្រីនៅពេលមេឃជិតភ្លៀងកំពុងភ្លៀងនិងក្រោយពេលភ្លៀងរួចបរិមាណចំណីត្រូវដាក់ទៅតាមសភាពកូនត្រីស៊ីចំណីជាក់ស្ដែងជៀសវាងការដាក់ចំណីច្រើនពេកដែលនាំឲ្យសល់ស្អុយទឹកនិងជៀសវាងការដាក់ចំណីតិចពេកដែលនាំឲ្យត្រីស៊ីចំណីមិនបានគ្រប់គ្រាន់យើងត្រូវប្រើជីដាក់ស្រះបំពន់កូនត្រីទៅតាមបច្ចេកទេសដើម្បីកុំឲ្យត្រីពុលនិងងាប់ដោយត្រូវជីករណ្ដៅជីនៅក្បែរស្រះរួចទ្រាប់ក្រណាត់កៅស៊ូដើម្បីកុំឲ្យទឹកជីជ្រាបទៅដីនិងត្រូវដាក់បំពង់មួយសម្រាប់បង្ហូរទឹកជីចេញពីស្រះបន្ទាប់មកយើងត្រូវដាក់លាមកគោក្របីជ្រូកឬលាមកមាន់ទានិងចាក់ទឹកត្រាំក្នុងរណ្ដៅជីឲ្យពេញរួចទុករយៈពេលពី4ទៅ5ថ្ងៃទើបយើងបង្ហូរទឹកជីទៅក្នុងស្រះទឹកជីនេះយើងត្រូវបង្ហូរចូលស្រះនៅពេលព្រឹកមានពន្លឺថ្ងៃជៀសវាងការបង្ហូរទឹកជីចូលស្រះនៅពេលយប់ពេលគ្មានពន្លឺថ្ងៃឬពេលមុនភ្លៀងពេលកំពុងភ្លៀងនិងក្រោយពេលភ្លៀងយើងត្រូវប្រើប្រាស់ជីនិងចំណីបន្ថែមនេះសម្រាប់បំពន់កូនត្រីរហូតដល់កូនត្រីមានទំហំធំដែលអាចចាប់លក់ឲ្យកសិករទិញយកទៅចិញ្ចឹមបានយើងចាប់ផ្ដើមបំពន់ចំណីដាក់ចំណីឲ្យស៊ីតទៀតមានពងទាបងមាន់យកអាស៊ុតក្រហមហ្នឹងយកទៅដើរបាចវាតាមនឹងឲ្យវាស៊ីដូចនៅក្នុងអាងដែរបាន3ថ្ងៃក្រោយមកយើងនឹងឲ្យស៊ីអាចំណីសណ្ដែកណៃសៀងបាទឲ្យស៊ីណៃសៀងសណ្ដែកសៀងហ្នឹងយើងកិនឲ្យម៉ត់ហើយលាយជាមួយពងទាយើងដើរជះទៀតបាទបានតែមកទឹកក្រោយមកយើងឲ្យស៊ីចំណីបបរយើងជាមួយម្សៅត្រីបាទហើយត្រីយើងធំបានល្អហ្មងបន្ទាប់មកទៀតយើងដាក់បបរម្សៅត្រីហើយនឹងចុងអង្គយើងហ្នឹងឲ្យវាស៊ីទៅត្រីយើងមួយថ្ងៃយើងឲ្យស៊ី2ទៅ3ដងអញ្ចឹងទៅត្រីយើងធំបានហើយបានលក់លឿនបាទហើយកូនត្រីល្អគង់វងគឺគង់វងច្រើនដោយសារយើងបានសម្អាតស្រះស្អាតហើយយើងពាត់ស្បៃមុងនឹងកុំឲ្យអាសត្វកាចសត្វចង្រៃអីវាដូចជាកូនកែបស្អាតអីវាចូលស៊ីក្នុងបាសយើងបឹងទុនលាសាបល្អស្រស់ព្រឹមព្រៃសែនសំបោត្រីក្បីពេញលោកាជាទូទៅកូនត្រីដែលមានទំហំចាប់ពី5សង់ទីម៉ែត្រឡើងទៅយើងអាចចាប់លក់ឲ្យកសិករយកទៅចិញ្ចឹមបាន
ដើម្បីងាយស្រួលក្នុងការចាប់កូនត្រីលក់យើងគួរតែចាប់កូនត្រីចេញពីស្រះបំពន់កូនត្រីមកដាក់បំពន់ក្នុងហាប៉ារយៈពេលខ្លីសម្រាប់លក់កូនត្រីដែលចាប់ដាក់បំពន់ក្នុងហាប៉ាគួរដាក់បំពន់ប្រភេទត្រីផ្សេងគ្នាដើម្បីងាយស្រួលចាប់លក់តាមប្រភេទត្រីនីមួយៗតាមការចង់បានពីអ្នកទិញមុនពេលចាប់ផ្ដើមចាប់កូនត្រីលក់យើងត្រូវត្រៀមរៀបចំសម្ភារៈវេចខ្ចប់កូនត្រីដូចជាត្រូវមានថង់ប្លាស្ទិកសម្រាប់ដាក់កូនត្រីខ្យល់អុកស៊ីហ្សែនសម្រាប់បញ្ចូលខ្យល់ក្នុងថង់កូនត្រីកៅស៊ូសម្រាប់ចងថង់ចំពោះកូនត្រីពូជដែលមានទំហំ5សង់ទីម៉ែត្រយើងអាចដាក់ក្នុងថង់ពី300ទៅ500ក្បាលក្នុងមួយថង់ឬយើងអាចដាក់តិចឬច្រើនជាងនេះអាស្រ័យទៅនឹងចម្ងាយផ្លូវត្រូវដឹកកូនត្រីជាក់ស្ដែងខ្ញុំមុនវងមានស្រែមួយក្បែរដែលស្រះខ្ញុំហ្នឹងតែផ្នែកខាងជលផលគាត់ណែនាំខ្ញុំថាឲ្យធ្វើស្រះហ្នឹងដើម្បីបំពន់កូនត្រីចែកចាយឲ្យកសិករដល់ចែកចាយកសិករហ្នឹងក៏ជឿជាក់លើខ្ញុំថាខ្ញុំហ្នឹងចិញ្ចឹមត្រីគឺបានផលច្រើនដើម្បីនឹងលក់ដូរឲ្យកូនរៀនសូត្រឬមួយក៏មានកិច្ចការអីថាត្រូវការបុណ្យអីឲ្យមានលុយនឹងប្រើប្រាស់ទៅមុខទៀតទៅគឺកសិករលែងភ័យព្រួយនឹងហូបចុកហើយគេចិញ្ចឹមស្រះតូចតាចអីក៏គេខំប្រឹងជីកខំប្រឹងស្ដារដាក់កូនត្រីនឹងលែងភ័យលែងពិបាករឿងហូបហើយយើងរួមគ្នាចិញ្ចឹមត្រីដើម្បីបង្កើនជីវភាពគ្រួសាររបស់យើងគ្រប់ខណ្ឌមណ្ឌលសេដ្ឋកិច្ចកើនដល់សម